ស្វាគមន៍មកកាន់ប្រទេសឡាវអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំតនេអញ្ចឹងក៏ចង់កាត់វីដេអូលេងទៅនេះអូតាខ្ញុំស្នាក់នៅទីក្រុងលំពបាំងខ្ញុំចេញពីអូតាខ្ទង់ម៉ោង 10 កន្លះហើយធ្វើដំណើរទៅខ្ទង់ជិត1 ម៉ោងដែរជិះកាត់វាលភ្នំជិះកាត់ទន្លេហើយជិះកាត់កន្លែងតរីគេហើយពេលយើងទៅដល់កន្លែងគេលក់សបុតយើងចូលទិញសបុតទៅម្នាក់60000គីបសម្រាប់ជនបរទេសជិត$3តមកក៏យើងឡើងជិះឡានអគុយប្រហែលខ្ទង់15នាទីអីទៅដល់ទឹកធ្លាក់ហើយយើងដើរឡើងប្រហែល4-10នាទីយើងទៅដល់ទឹកធ្លាក់ជាន់ខ្ពស់ជាងគេហ្នឹងហើយទឹកធ្លាក់ជាន់ខ្ពស់ជាងគេហ្នឹងគឺទេសភាពមើលទៅគឺដូចរូបគំនូរអញ្ចឹងនិយាយទៅគឺស្អាតយកតែមែនទេហ្មងណាមើលទៅដូចផ្ទាំងគំនូរតែខែនេះអត់សូវមានទឹកដោយសារវាអត់ទាន់មានភ្លៀងខ្លាំងអញ្ចឹងមើលទៅអត់សូវឃើញទឹកច្រើនប៉ុន្តែនៅតែឃើញស្អាតហើយទឹកឡើងខៀវយ៉ងហ្មងណាហើយនេះទេសភាពខ្ញុំថតជារូបភាពហើយមានរូបខ្ញុំដែរខ្ញុំថតលេងណាហើយតមកពួកខ្ញុំដើរទៅជាន់ក្រោមមួយទៀតតែជាន់ក្រោមមួយនេះក៏អត់សម្រាប់ងូតទឹកដែរគ្រាន់តែសម្រាប់យើងថតលេងអញ្ចឹងណាតតែជាន់ក្រោមមួយទៀតបានគេឲ្យងូតទឹកលេងហើយនេះជាន់ដែលសម្រាប់ភ្ញៀវគាត់ងូតទឹកលេងភ្ញៀវខ្ញុំគាត់លោតលេងហើយលេងអញ្ចឹងណាតែទឹកនៅនឹងត្រជាក់សែនត្រជាក់ហ្មងត្រជាក់ដូចតកអញ្ចឹងខ្ញុំអត់ដែរហ៊ានងូតទឹកនឹងទេតែភ្ញៀវគាត់ចូលចិត្តងូត20-30នាទីអីក៏នាំគ្នាឡើងទៅវិញនាំគ្នាញ៉ាំបាយថ្ងៃត្រង់នេះបាយថ្ងៃត្រង់ខ្ញុំហើយក៏ជិះឡានអគុយទៅកន្លែងលក់សបុតឡើងជិះឡានហើយមកអូតាវិញចប់សូមអរគុណ